សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទរិចមកដល់ទៀតហើយយើងមកបន្តសេរីរឿងពីភាគ4នៃរឿង Return to the Earth ពីកតបន្ទាប់ពីចាងស៊ីលីងគាត់បានមកដល់សំណាក់បាប៉ាតុងបន្តមកឈិនហងរបស់យើងក៏បាននិយាយថាឯរត់លឿនពេកហើយអាចខ្ញុំដកដង្ហើមសិនបានអត់នេះគឺជាកន្លែងបាប៉ាតុងពួកយើងមនុស្សដូចជាពួកយើងមិនអាចចូលទៅក្នុងទីនេះបានទេមកឆាប់ចេញទៅពួកយើងតបបានឈិនហងបាននិយាយចោលក៏មានសន្តិសុខពីរនាក់ដើរចេញមករួចក៏គេបាននិយាយថាជប់សិនអ្នកណាឲ្យពួកឯងដើរចូលមករួចមកអាកន្ទឿសន្តិសុខនោះក៏បានយកដំបងឆក់ចូលមកទៅស៊ីលីងឬក៏សួរស៊ីលីងថាតើនរណាម្នាក់ឲ្យពួកឯងចូលមកឆាប់ចេញពីទីនេះភ្លាមរួចមកស៊ីលីងក៏បន្តទៀតថាលោកចង់បានន័យថាម៉េចហ្នឹងនិយាយបានមួយសន្ទុះឈិនហងក៏ចូលមកកាត់សម្ដីរបស់ពួកគេរួចក៏បាននិយាយទៅកាន់ពួកគេថាចាំតិចលោកចិត្តតែសិនបានទេដោយសារពួកយើងđãខុសផ្លូវណាមួយពួកយើងតែមកថ្មីទេរួចក៏បបួលស៊ីលីងដើរចេញទៅបានមួយសន្ទុះក្រោយមកឈិនហងក៏និយាយទៅកាន់ស៊ីលីងថាស៊ីលីងនេះមិនមែនជាកន្លែងដែលពួកយើងត្រូវមកទេប្រហែលថ្ងៃមុនមានអ្នកមានម្នាក់បានជជែកចង់មកទីនេះបន្ទាប់មកអាកន្ទឿជាមួយនឹងអាខ្ពស់ហ្នឹងក៏បានវាយពួកគេរួចក៏បណ្ដេញពួកគេទៅឲ្យឆ្ងាយប្រហែលថ្ងៃក្រោយមក business របស់ពួកគេទាំងអស់ត្រូវបានរលាយណាតែដឹងថារលាយឆាប់បែបនេះរួចស៊ីលីងក៏បន្តទៀតថាដោយដែលឯងបាននិយាយមើលទៅវាពិតជាអយុត្តិធម៌ខ្លាំងណាស់ប្រហែលជាមានអ្វីដែលនៅពីក្រោយបាបៃតងហើយខ្ញុំលើថាកន្លែងនេះគឺជាកន្លែងដែលប្រមុខដុំនៃថ្នាំជាច្រើនមកពីការដេញថ្លៃនៅក្នុងខេត្តដ៏ល្អមួយហើយអ្នកមានជាច្រើនដែលមានឥទ្ធិពលនៅជុំវិញនេះតែងតែមកទីនេះរួចមកស៊ីលីងក៏បានបន្តថាអូល្អខ្លាំងណាស់អញ្ចឹងខ្ញុំមិនបាច់ចាំរកអ្នកណាល្អដែលមកទិញថ្នាំរបស់ខ្ញុំទេចំណងក៏បន្តទៀតថាចុំឯងអត់មានស្ដាប់ខ្ញុំមកពីអីសោះហ្មងហីស្អីរឿងក៏បានតែដឹងថាអាកន្ទឿជាមួយអវែងគេបានសើចកបទៅកាន់ស៊ីលីងឬក៏បាននិយាយថាឯងគិតថាអ្នកទាំងអស់គ្នាគឺចាប់អារម្មណ៍ជាមួយនឹងលទ្ធផលរបស់ឯងមែនទេខ្ញុំអារម្មណ៍ខ្លាចថាគ្មាននរណាម្នាក់នឹងទិញរបស់ឯងផងអាល្អិតរួចមកស៊ីលីងក៏ដកដង្ហើមធំឬក៏បាននិយាយថាខ្ញុំឃើញថាមនុស្សមួយចំនួននៅតែមានអារម្មណ៍កំប្លែងទៀតរួចមកអាកន្ទឿក៏វាក៏លត់ដៃឲ្យបន្តិចឬក៏បាននិយាយថាយើងចាំមើលថាឯងដែលសើចដល់ពេលណានៅពេលដែលយើងវាយឯងហើយហ្នឹងបានមួយសន្ទុះចិនហងក៏ចូលមកកណ្ដាលឬក៏កាត់សម្ដីរបស់ពួកគេហើយក៏បាននិយាយថាសុភាពបរោះចិត្តជាក់សិនទៅបានអត់តើលោកចូលចិត្តជក់បរិយម្ដងឬក៏ពីរដើមលោកយកទាំងអស់ទៅក៏បានដែរនិយាយតបានចប់ផងក៏ស៊ីដំបងឆក់របស់អាកន្ទឿពងឬក៏ដេកដួលសោបន្តមកស៊ីលីងរបស់យើងវាកាត់ចិត្តកំហឹងជាខ្លាំងរួចមកក៏ស្ទុះរវាយទៀតបានមួយសន្ទុះក្រោយមកចិនហងរបស់យើងក៏ចូលមកទៀតពិតជាសកម្មមែនទែនក៏ចាប់ដំបងឆក់ទាំងពីរសងខាងឬប្រាប់ឲ្យស៊ីលីងរត់ចេញទៅឲ្យឆ្ងាយទៅនៅកន្លែងនេះខ្ញុំអាចទប់ទល់បានហើយឲ្យឆាប់ចេញទៅនិយាយមិនតាន់បានឈប់ពីមាត់ផងក៏ស៊ីកណ្ដាប់ដៃត្រូវភ្នែកសងខាងតែម្ដងដេកដួលស្មាតទៀតហើយអាកន្ទឿក៏បាននិយាយថាពិតជាមិនខ្លាចស្រាប់មែនឯនេះក្លាហានពេកហើយមួយសន្ទុះក្រោយមកស៊ីលីងរបស់យើងស្ទុះនឹងទៅវាយកណ្ដាលមុខរបស់អាកន្ទឿហើយស្រាប់ក៏ទៅអាវែងចាប់ដៃជាប់រួចមកស៊ីលីងរបស់យើងក៏មានអារម្មណ៍ថាចុំអាចទប់ទល់នឹងកណ្ដាប់ដៃរបស់ខ្ញុំបានមើលទៅការបង្ហាញនៅកន្លែងនេះពិតជាមិនមែនមនុស្សធម្មតាទេពិតជាគួរឲ្យចាប់អារម្មណ៍មែនមួយសន្ទុះក្រោយមកក៏ចាប់ដាច់ដៃអាវែងមួយនោះរួចមកក៏បាន teleport ទៅខាងក្រៅរបស់វាដាក់វាមួយជង្គង់ដេកដួលស្ប៉ាប់នៅមួយកន្លែងហើយក៏បាននិយាយថាពិតជាល្អខ្លាំងណាស់កម្លាំងក៏ល្អប៉ុន្តែវាមិនទាន់គ្រប់គ្រាន់សម្រាប់ខ្ញុំទេហើយអាកន្ទឿយើងពិតជាខូចមែនទែនក៏ដកកំភ្លើងឆក់បាញ់ទៅកាន់ស៊ីលីងរួចវាក៏បាននិយាយថាអាល្អិតឯងហ៊ានវាយមនុស្សរបស់យើងផងហីពួកឯស៊ីលីងរបស់យើងគិតទៅក្រោយពី3ម៉ែត្រតើពួកឯស៊ីលីងរបស់យើងគិតទៅក្រោយពី3ម៉ែត្របន្ទាប់មកហ្នឹងស៊ីលីងរបស់យើងក៏បាន activate ធម្មពលរបស់គេរួចក៏ចាប់អាខ្សែឆក់ចេញពីកំភ្លើងរបស់អាកន្ទឿនោះចេញដើរបំរុងទៅចាត់ការអាពីរអ្នកនោះហើយអាពីរអ្នកនោះឃើញដូច្នេះវាញ័រដៃញ័រជើងអស់ហើយឬក៏បានតេអូទៅខាងគ្នារបស់វាប្រាប់ថានៅមុខខ្លោងទ្វារធំគឺមានបញ្ហាហើយចាំមកជួយសពតគ្នាមកបានមួយសន្ទុះកងកម្លាំងសន្តិសុខក៏បានដើរមករួចមកក៏លងពណ៌ស៊ីលីងរបស់យើងបំរុងនឹងបើកការវាប្រហារទៅហើយតាមមួយសន្ទុះក្រោយមកក៏មានសម្លេងពីលើពីក្រោយខ្នងប្រាប់ថាជប់ភ្លាមសាច់រឿងរបស់យើងក៏បង្ហាញអំពីបរិសុទ្ធសម្នាក់បានបញ្ឈប់កងសន្តិសុខទាំងអស់នោះហើយសាច់រឿងបន្តរបស់យើងបរិសុទ្ធសនោះក៏បាននិយាយទៅកាន់ស៊ីលីងជាមួយនឹងចង្ហងសំទោសផងភ្ញៀវកិត្តិយសអាចឲ្យខ្ញុំអញ្ជើញលោកចូលក្នុងបានទេមកតាមខ្ញុំមកបន្តពីស៊ីលីងជាមួយនឹងចង្ហងត្រូវបានបរិសុទ្ធសនោះអញ្ជើញចូលក្នុងអ្នកបម្រើទាំងអស់ក៏លើកដៃស្វាគមន៍ពួកគេរួចមកចង្ហងក៏បាននិយាយថាស៊ីលីងតើឯងស្គាល់បរិមម្នាក់នេះទេតើដឹងថាគាត់នៅក្នុងកន្លែងនេះមានឋានៈអ្វីដែរស៊ីលីងក៏បន្តថាខ្ញុំមិនស្គាល់ទេឥឡូវនេះយើងដើរចូលខាងក្នុងសិនទៅរួចមកបរិសុទ្ធសក៏បាននិយាយថាដល់ហើយសូមភ្ញៀវកិត្តិយសអញ្ជើញចូលបើកទ្វារបានមួយសន្ទុះក្រោយមកក៏យើងបានបង្ហាញអំពីបរិសុទ្ធចំណាម្នាក់រួចមកបរិសុទ្ធសនោះក៏និយាយថាលោកម្ចាស់ខ្ញុំបានអញ្ជើញភ្ញៀវកិត្តិយសមកដល់ទីនេះហើយលោកម្ចាស់នោះក៏បាននិយាយថាល្អណាស់រួចក៏បែរមកក្រោយនិយាយទៅកាន់ស៊ីលីងថាជួបគ្នាទៀតហើយល្អិតបន្ទាប់មកចិនហងក៏បាននិយាយថាស៊ីលីងតែឯងសួរលោកយីដាឌីតៅចាងផងហើយសាច់រឿងរបស់យើងឲ្យដឹងថាតាចាស់ម្នាក់នេះឈ្មោះយីតាចាងសាច់រឿងរបស់យើងបានដឹងថាតាចាស់ម្នាក់នោះគឺឈ្មោះយីតាចាង
ឥឡូវនេះខ្ញុំសូមហៅគាត់ថាលោកចាងបន្ទាប់មកឈិនហងក៏បាននិយាយថាអេស៊ីលីងតើឯងស្គាល់លោកយីតាចាងមែនដែរទេឬក៏បានបន្តទៀតថាខ្ញុំឮថាបរិម្នាក់នេះគឺជាម្នាក់ដែលមិនធ្លាប់មានម្ចាស់ពិតប្រាកដដែលមកស្វែងរកអ្នកដែលស្គាល់ជាម្ចាស់នៃគ្រូស្រោឆ្នាំនិងចម្លាញ់ពីបុរាណអ្នកមាននិងអ្នកល្បីល្បាញរាប់មិនអស់តែងតែចូលចិត្តនិងពេញចិត្តនឹងការសម្ដែងរបស់គាត់បន្ទាប់មកស៊ីលីងអត់មានបាននិយាយតជាមួយនឹងឈិនហងទេឬក៏បានគិតថាត្រូវហើយពួកយើងធ្លាប់ជួបគ្នាវាមើលទៅធម្មពលវិញ្ញាណដែលខ្ញុំធ្លាប់បានមានអារម្មណ៍ពីមុនមកនោះគឺចេញមកពីខ្លួនប្រាណតាចាងម្នាក់នេះហើយប៉ុន្តែខ្ញុំឆ្ងល់ណាស់តើកុងហ្វូដែលទង់ខ្សោយនឹងមិនអាចកែច្នៃបានចេញពីខ្លួនប្រាណរបស់បរិយាចំណាស់នេះមែនទេស៊ីលីងក៏បន្តទៀតថាអូចាំតិចមើលទៅខ្ញុំត្រូវតែប្រើវាឲ្យមានប្រយោជន៍ហើយនេះគឺជាការដកដងដ៏ធំមួយនៅក្នុងតំបន់មួយនេះតាមតាអត្តសញ្ញាណរបស់គាត់មើលទៅពិតជាខ្ពស់ខ្លាំងណាស់មើលទៅក្តីបារម្ភរបស់ខ្ញុំមិនចាំបាច់ស្វែងរកកន្លែងលក់និងស្រន់ស្លោទៀតទេនៅពេលនេះប្រហែលមនុស្សម្នាក់អាចប្រើវាដោយសាមញ្ញចាប់តាំងពីគាត់ស្វែងរកសិទ្ធិរបស់គាត់អ្វីមិនអាចនេះគឺជាការឈ្នះមួយគឺឈ្នះស្ថានភាពសម្រាប់ខ្ញុំតពីស៊ីលីងរបស់យើងបានបន្តពីស៊ីលីងរបស់យើងបានគិតម្នាក់ឯងចោលឬក៏បានដើរទៅមុខបន្តមកហ្នឹងលោកចាងរបស់យើងក៏បានកំហំបន្តិចរួចមកស៊ីលីងរបស់យើងក៏បានយុទ្ធនាការសម្ដែងនៅមុខលោកចាងតែម្ដងឬក៏បាននិយាយថាអូលោកគ្រូបើសិនជាពេលនោះមិនមានលោកគ្រូទេម្ល៉េះខ្ញុំប្រហែលជាធ្លាក់នៅក្នុងដៃមនុស្សមកវិញមកទាំងនោះហើយឬក៏បន្តមកក៏មានទឹកភ្នែកលាយឡំជាមួយនឹងសំឡេងធ្វើឲ្យអ្នកទាំងពីរនោះញាក់ផ្អើលតែម្ដងជាមួយនឹងជើងហួងបរិស័ទនោះក៏បាននិយាយថាអូវាបានបញ្ជាក់ឲ្យថាលោកគឺជាសិស្សល្អម្នាក់របស់លោកម្ចាស់ជីវាមើលទៅមនុស្សទាំងនោះពិតជាយល់ច្រឡំលើលោកហើយបន្តមកឈិនហងក៏បន្តទៀតថាអូចាំតិចស៊ីលីងតើឯងបាត់បានបាត់ក្នុងរយៈពេល8ឆ្នាំនោះគឺឯងបានវឹកហាត់ជាមួយលោករាជចាជីមែនអត់តមកស៊ីលីងរបស់យើងក៏ប្រើចិត្តវិទ្យានិយាយទៅកាន់លោករាជចាជីលោកនៅទីនេះស្ដាប់ឲ្យបានច្បាស់ខ្ញុំដឹងថាលោកចង់បានស្មារតីតកដោយដែលលោកទទួលខ្ញុំធ្វើជាសិស្សផងដែរឥឡូវនេះយើងលេងមកកណ្ដាលទៅលោកទទួលខ្ញុំធ្វើជាសិស្សបន្ទាប់មកខ្ញុំនឹងប្រាប់លោកបន្ថែមអំពីវាជួយខ្ញុំបន្តិចទៅនៅក្នុងពេលនេះលោកមិនខាត់បងអ្វីទេខ្ញុំធានាទៅលោកថាចំណេះដឹងជាមួយនឹងប្រាជ្ញារបស់ខ្ញុំនឹងចែកម្លែកទៅលោកតើលោកយល់ព្រមអត់តមកប្រតិចារ្យក៏និយាយថាឯងគឺជាអ្នកណាធ្វើដូចម្ដេចបានឯងអាចប្រើចិត្តវិទ្យានិយាយមកកាន់យើងបានរួចមកប្រតិចារ្យក៏បន្តទៀតថាត្រូវហើយកូនសិស្សឯងមកទីនេះធ្វើអីដែរហើយគាត់ក៏បានគិតក្នុងចិត្តថាចាំមើលថាតើវានឹងទៅជាយ៉ាងណាបើសិនជាឯងលេងបែបនេះតែខ្ញុំនៅតែសហការបន្ទាប់មកស៊ីលីនរបស់យើងក៏បានយកប្រអប់មួយបង្ហាញទៅតាចាស់របស់យើងឬក៏បាននិយាយថាលោកគ្រូតើគ្រូផ្លេចហើយមែនទេពួកយើងបានទទួលស្មៅវិញ្ញាណតកពី3ថ្ងៃមុនបន្ទាប់មកលោកគ្រូបានចម្រាញ់វាចេញជាថ្នាំជូយយន់ហើយបញ្ជាឲ្យខ្ញុំយកថ្នាំនេះមកធ្វើការដេញថ្លៃនៅកន្លែងនេះចាជីក៏ទៅលើបែបនេះបាក់ចង្កេះតែម្ដងឬក៏បានគិតថាវាមិនអាចទៅរួចទេថ្នាំពីបុរាណថ្នាំនេះគឺវាមានអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ឲ្យក្មេងជាងវ័យនិងសម្រាប់កាន់តែស្អាតខ្ញុំគឺជាប្រតិចារ្យមួយប៉ុន្តែមិនអាចធ្វើវាបានទេរួចមកសសក៏បានសួរទៅលោកម្ចាស់យើងថាអ្វីទៅគឺជាថ្នាំជូយន់ព្រឹទ្ធាចារ្យជីក៏បានបន្តទៀតថាល្អណាស់ឯងពិតជាធ្វើការបានល្អមែនបន្តមកស៊ីលីងក៏បង្ហាញថ្នាំពីរគ្រាប់ទៅកាន់ឈិនហនជាមួយនឹងបរិសសឃើញបែបនោះពួកក៏ឆ្លើយក៏ផ្លត់មកថាអូពិតជា2គ្រាប់មែនស៊ីលីងក៏បន្តទៀតថានេះគឺជាថ្នាំជូយន់នេះគឺជាអ្វីដែលលោកម្ចាស់គាត់បានចំណាយនិងខិតខំព្យាយាមដើម្បីចម្រាញ់វាចេញមកសម្រាប់អ្នកត្រូវរបួសត្រង់តែលេបវាផ្ទឹមនិងបាត់ឆឹងតែម្ដងជាពិសេសអ្នកត្រូវរបួសធ្ងន់ហើយវាក៏អាចធ្វើឲ្យអ្នកប្រើប្រាស់មានអាយុវែងផងដែរតពីស៊ីលីងបាននិយាយចប់គណៈពេលនោះស៊ីលីងក៏បានបោះថ្នាំមួយគ្រាប់ចូលទៅកាន់មាត់ឈិនហួងតាចាស់របស់យើងពិតជាភ័យមែនទែនព្រោះដោយសារថ្នាំនោះគឺជាថ្នាំពីបុរាណពិតជាស្ដាយវាខ្លាំងណាស់ហើយស៊ីលីងរបស់យើងក៏ថានេះឯងឆាប់លេបវាទៅបានមួយសន្ទុះក្រោយមករូបរាងរបស់ឈិនហួងដែលត្រូវរងរបួសធ្ងន់នោះក៏คล้ายមកជាសភាពដូចដើមរួចតាមឋានសង្ខារផងដែរបន្ទាប់មកបរិសសនោះក៏បាននិយាយថាលោកម្ចាស់យីលោកពិតជាចង់យករបស់នេះដេញថ្លៃមែនទេលោកម្ចាស់យីក៏បន្តទៀតថាត្រូវហើយខ្ញុំពិតជាចង់លក់ថ្នាំនេះណាខ្ញុំចង់យកថ្នាំនេះចូលមកក្នុងពិភពរបស់យើងហើយនាំសុភមង្គលជូនទៅអ្នកទាំងអស់គ្នាមិនអីទេរឿងទាំងនេះទុកឲ្យកូនសិស្សរបស់ខ្ញុំទៅនៅពេលដែលឯងបញ្ចប់ការងារចប់កុំភ្លេចជូនដំណឹងមកពួកគេផងរួចមកលោកម្ចាស់យីយើងក៏គិតក្នុងចិត្តថាពួកនេះពិតជាខ្ជះខ្ជាយមែនដឹងទេថានេះគឺជាកំណត់ពិតប្រាកដដោយមកស៊ីលីងក៏បាននិយាយថាត្រូវហើយខ្ញុំមិនមានទូរស័ព្ទទេបច្ចុប្បន្ននេះគឺខ្ញុំខ្ចីទូរស័ព្ទរបស់ម្នាក់នេះទេបើសិនជាពួកគេនរណាម្នាក់ខលមកអាចខលមកពួកខ្ញុំបាននៅទីនេះបរិសសក៏បន្តថាបាទលោកម្ចាស់ខ្ញុំនឹងរៀបចំការដេញថ្លៃនិងជូនដំណឹងទៅអ្នកមានកម្ពុជានៅឯខេត្តស៊ីឈួនកំភៃអីលោកម្ចាស់បន្ទាប់ពីបរិសសបាននិយាយជាមួយលោកម្ចាស់ជីចប់រួចមកពួកគេក៏បានដើរចេញទៅទ្វារក៏បានបិទពេលនោះហើយលោកម្ចាស់ជីក៏បានសួរទៅចាងស៊ីលីងរបស់យើងថាតើឯងអាចប្រាប់ខ្ញុំបានទេថាឯងគឺជានរណាឲ្យពិតប្រាកដពីព្រោះតាមតែកំណត់តាមដររបស់ឯងនៅក្នុងអាយុប៉ុណ្នេះខ្ញុំជាធម្មតាពិតជាអាចមើលឃើញប៉ុន្តែហេតុអ្វីគឺខ្ញុំពេលនេះមិនអាចមើលឃើញពីកម្រិតដាំដុះរបស់ឯងតើឯងអាចប្រាប់ខ្ញុំបានទេស៊ីលីងនឹងក៏បានបន្តថាល្អខ្លាំងណាស់អញ្ចឹងលោកចាំស្ដាប់ឈ្មោះរបស់ខ្ញុំគឺចាងស៊ីលីងខ្ញុំមានអត្ថកម្បាំងមួយហើយខ្ញុំក៏មិនអាចបញ្ចេញវា
ជាសាធារណៈបានដែរនៅពេលនេះទាំងអស់នេះលោកគួរតែយល់ហើយឬក៏តែសហការជាមួយខ្ញុំបានហើយតាក់ទងជាមួយនឹងថ្នាំការវឹកហាត់និងចំណេះដឹងទូទៅតាក់ទងជាមួយនឹងអាចកម្បាំងនៅក្នុងពិភពលោកនេះអ្វីគ្រប់យ៉ាងខ្ញុំអាចប្រាប់លោកបានបន្ទាប់ពីស៊ីលីងរ៉ាយរ៉ាប់ចប់សពគ្រប់ហើយអស់លោកម្ចាស់យីអត់មានស្ទាក់ស្ទើរទេគឺចាប់ដៃរបស់ស៊ីលីងយល់ព្រមសហការជាមួយគ្នាតែម្ដងបន្ទាប់មកស៊ីលីងក៏បាននិយាយថាត្រូវហើយរួចមកស៊ីលីងក៏បន្តទៀតថាត្រូវហើយលោកបានឃើញហើយអ្វីដែលខ្ញុំបានធ្វើប៉ុន្តែបច្ចុប្បន្ននេះខ្ញុំពិតខ្វះខាតធនធានដើម្បីចម្រាញ់ថ្នាំបន្ថែមទៀតខ្លាំងណាស់បន្ទាប់ពីនិយាយចប់តាចាស់របស់យើងក៏បានបង្ហាញបន្ទប់សម្ងាត់មួយរួចក៏បានញញឹមរួចគេក៏បានចង្អុលទៅកាន់បន្ទប់នោះថាមិនអីទេអ្វីគ្រប់យ៉ាងគឺស្ថិតនៅលើគាត់ឯងអាចយកបានតាមចិត្តរួចក៏បានយកដៃរបស់គាត់បន្តិចទៅប៉ះនៅបន្ទប់មួយនោះក៏បានបើករួចក៏បានជះចាញ់ពន្លឺពណ៌មាសចាំងមកភ្នែករបស់ស៊ីលីងរបស់យើងតែម្ដងស៊ីលីងក៏លាន់មាត់ថាអីយ៉យពិតជាសោះស្អាតមែនតើបានមកសន្ទុះក្រោយមកស៊ីលីងក៏បានដើរចូលវាពិតជាល្អមែនតើដែលមានវត្ថុបុរាណដែលអាចនឹងតាមជាច្រើនដែលស្ថិតនៅក្នុងបន្ទប់មួយនោះបន្ទាប់មកតាចាស់របស់យើងក៏បាននិយាយថានៅក្នុងហាងបាបាតុងរបស់យើងគឺបង្កើតរយៈពេល100ឆ្នាំហើយនេះគឺជាអ្វីដែលយើងដោះដូរធំបំផុតបន្ទាប់ពីការទិញថ្លៃនៅក្នុងប្រទេសចិនមួយនេះអ្វីគ្រប់យ៉ាងដែលឯងត្រូវការអាចយកវាបាននៅក្នុងទីនេះស៊ីលីងរបស់យើងពេលដែលលើបែបនេះគេចំហមាត់តែម្ដងព្រោះដោយសារតម្រូវការរបស់គេពិតជាត្រូវការខ្លាំងណាស់តែរឿងក៏គេកាត់មកពាក់កណ្ដាលយករួចមកឈុនហងរបស់យើងក៏បាននិយាយទៅស៊ីលីងថាហាអូខេឯងពេលនេះពិតជាអស្ចារ្យណាស់ខ្ញុំមិននឹកស្មានថាឯងអស្ចារ្យដល់ថ្នាក់នេះទេបន្ទាប់ពីបាត់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំតែឯងទៅផ្ទះវិញទេជប់នេះពីព្រោះពេលនេះឥឡូវនេះយើងមានការជួបជុំមិត្តរួមថ្នាក់នៅក្នុងក្លឹបមួយតមកស៊ីលីងរបស់យើងក៏ឆ្លើយថាល្អមិនអីទេស៊ីលីងក៏បន្តថាឥឡូវនេះយើងកំពុងតាមរកប្អូនស្រីរបស់ខ្ញុំតែឯងមានព័ត៌មានអំពីនាងដែរទេជំនងក៏បន្តថាត្រូវហើយខ្ញុំសុំទោសផងព្រោះដោយសារមករយៈមុននោះគ្រួសាររបស់ខ្ញុំមានបញ្ហាប៉ុន្តែខ្ញុំពិតជាមិនដឹងថានាងឥឡូវនេះនៅទីណាទេខ្ញុំធ្លាប់ឮពាក្យចាមរ៉ាមួយនាងត្រូវបានអ្នកមានមួយចំនួនរើសទៅចិញ្ចឹមបាត់ទៅហើយពួកគេគឺជាអ្នកចំនួនដែលធំប៉ុន្តែខ្ញុំពិតជាមិនដឹងថាឥឡូវនេះនាងនៅណាទេស៊ីលីងក៏បន្តថាមិនអីទេរួចមកសាច់រឿងរបស់យើងក៏កាត់មកបន្តទៀតខ្ញុំក៏បានគៀកស្មាស៊ីលីងរួចក៏សឹបដាក់កញ្ចក់របស់ស៊ីលីងថាត្រូវហើយស៊ីលីងព្រោះដោយសារឥឡូវនេះឯងអាចជួយខ្ញុំបានអត់ខ្ញុំពិតជាចង់ធ្វើកូនសិស្សរបស់លោកម្ចាស់ជីខាងណាស់តែឯងអាចជួយខ្ញុំបានទេស៊ីលីងក៏បន្តទៀតថាក៏នាងចឹងសោះហេតុអីក៏ឯងប្រាប់ខ្ញុំពីដំបូងខ្ញុំអាចជួយឯងបានដែរព្រោះយើងជាមិត្តភក្តិតើពីឈិនហោបានស្នើសុំស៊ីលីងហើយសាច់រឿងរបស់យើងក៏កាន់មកដល់ឈុតស៊ីលីងកំពុងតែគិតថាមើលទៅបរិយាចំណាននោះពិតជាឈឺចិត្តហើយព្រោះដោយសារអ្វីគ្រប់យ៉ាងនៅក្នុង store របស់គាត់ត្រូវបានបញ្ជូនមកផ្ទះរបស់ខ្ញុំហើយសាច់រឿងរបស់យើងបន្ទាប់មិនដឹងថាទៅជាយ៉ាងណាផងដែរនោះក៏ឈានចូលមកដល់ទីបញ្ចប់